ជម្រាបសួរបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការចូលទៅ replace ពាក្យនៅក្នុងកម្មវិធី Microsoft Office PowerPoint អញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបធ្វើវាបងប្អូនជាដំបូងអ្នកនរគ្នាត្រូវចូលទៅកាន់កម្មវិធី PowerPoint បាទបងប្អូននេះគឺជា slide ដែលសម្រាប់ខ្ញុំលើកយកមកបង្ហាញជូនអ្នកនរគ្នាបាទជាឧទាហរណ៍ជូនអ្នកនរគ្នាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កែប្រែពាក្យភ្ជាប់នឹងមួយបងប្អូននេះពាក្យភ្ជាប់នឹងមួយណាអញ្ចឹងខាងនេះក៏មានភ្ជាប់ខាងនេះក៏មានភ្ជាប់ខាងនេះក៏មានភ្ជាប់ដែរអញ្ចឹងខ្ញុំចង់កែប្រែពាក្យភ្ជាប់នឹងដោយដាក់ពាក្យជាប់មានន័យថាខ្ញុំកែប្រែវាតែម្ដងទេគឺឲ្យពាក្យគ្រប់ slide ទាំងអស់ណាដែលមានពាក្យភ្ជាប់គឺវានឹងផ្លាស់ប្ដូរទៅកាន់ពាក្យជាប់នឹងអស់បាទអញ្ចឹងដើម្បីធ្វើវាបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ home tab យើងស្វែងរកពាក្យថា replace បងប្អូនឥឡូវយើងចុចលើ replace មកបន្ទាប់មកទៀតកន្លែងនេះអ្នកនរគ្នាវាពាក្យដើមមកវាមានន័យថា find what មានន័យថាយើងស្វែងរកពាក្យភ្ជាប់ណាតោះអញ្ចឹងយើងវាពាក្យភ្ជាប់ចូលមកបន្ទាប់មកទៀតកន្លែង replace with នេះមានន័យថាអ្នកនរគ្នាត្រូវវាពាក្យណាដែលអ្នកនរគ្នាចង់ឲ្យឬក៏ពាក្យណាដែលអ្នកនរគ្នាចង់ដាក់មានន័យថាពាក្យណាដែលអ្នកនរគ្នាចង់យកទៅ replace ពាក្យភ្ជាប់ហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ពាក្យថាជាប់អញ្ចឹងទៅអូខេអញ្ចឹងមានន័យថាខ្ញុំដូរពីពាក្យភ្ជាប់មកជាពាក្យជាប់ទៅមកទៀតអ្នកនរគ្នាគ្រាន់តែ click replace all ហ្នឹងមកបាទទៅមកទៀតកន្លែងនេះវាបញ្ជាក់ថាពាក្យភ្ជាប់ហ្នឹងវាមាន3ទីតាំងនៅក្នុង slide របស់យើងទាំងអស់ហ្នឹងណានៅក្នុង slide របស់យើងគឺមានពាក្យភ្ជាប់3ទីតាំងអញ្ចឹងយើងត្រូវចុច OK មក close វាមកអញ្ចឹងនេះជាលទ្ធផលគឺយើងទទួលបានហើយនេះភ្ជាប់អំបីមិញគឺដូរទៅជាពាក្យជាប់ហើយខាងនេះភ្ជាប់អំបីមិញក៏ទៅជាពាក្យជាប់ខាងនេះក៏ជាប់ដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា